អត់អួតច្រើនអត់និយាយច្រើនទេធ្វើយកតែម្ដងនេះគឺជាផ្សារទំនើបមួយកន្លែងដែលកំពុងតែ trending នៅខេត្តសៀមរាបខ្ញុំចូលទៅក្នុងផ្សារទំនើបនេះហើយចំណុចពិសេសដែលខ្ញុំចាប់អារម្មណ៍គឺអីវ៉ាន់សៀមសឹងតែគ្មានផ្សារទំនើបហ្នឹងគឺផ្សារទំនើបអង្គរនៅក្នុងខេត្តសៀមរាបក្រុងសៀមរាបតែម្ដងផ្សារនេះប្រហែលជាទំតែបើកថ្មីឯងជាមួយនឹងបរិក្ខារទំនើបដូចនៅបរទេសអញ្ចឹងប៉ុន្តែជាផ្សារទំនើបនៅស្រុកខ្មែរយើងទេអ្វីដែលសំខាន់គឺមានដាក់តាំងផលិតផលខ្មែរច្រើនហើយចំណុចកាន់តែពិសេសទៀតផលិតផលសៀមគឺសឹងតែអត់តែម្ដងខ្ញុំដើរមើលយូរដែរសឹងតែអត់ឃើញមានផលិតផលសៀមទេនៅក្នុងហ្នឹងផលិតផលខ្មែរជាមួយនឹងផលិតផលផ្សេងទៀតក្នុងហ្នឹងក៏មានលក់ខោទឹកនោមណូមីអូផលិតផលរបស់ណូមីអូដែរចៃដន្យខ្ញុំទៅមិនមែនថាថតប្រម៉ូទថតអីទេប៉ុន្តែយើងចៃដន្យទៅឃើញអញ្ចឹងណាមានការាសើមណូមីអូខោទឹកនោមណូមីអូអញ្ចឹងទៅចៃដន្យហ្នឹងគឺដោយសារតែកូនខ្ញុំគាត់រត់មករកកន្លែងហ្នឹងឃើញអូមានណូមីអូដែរមានច្រើនទៀតណាហ្នឹងហើយអត់ដែរចាប់អារម្មណ៍អត់ដែរដឹងសោះមកពីខ្ញុំអ្នកអំពេញហ្នឹងបានទៅសៀមរាបម្ដងឃើញផ្សារបែបនេះមានអារម្មណ៍ថារឿងរំភើបដែរនិយាយរួមទៅគាត់រៀបចំស្អាតមែនតើចាញ់ផ្សារនៅបរទេសទេតាំងផលិតផលខ្មែរកសិផលផ្សេងរៀបចំគួរឲ្យតាក់ទាញស្អាតមែនតើបន្លែផ្លែឈើមានច្រើនហើយផលិតផលសៀមសឹងថាអត់ឃើញគឺរបៀបដូចកម្រវិញនៅក្នុងផ្សារនេះខ្ញុំមិនដឹងច្បាស់ 100% ថាគាត់អត់លក់ឬមួយក៏លក់តិចតួចបំផុតបែបម៉េចទេអត់ធានាថាអត់មានអីទេគ្រាន់តែមានអារម្មណ៍ថាវាអត់ឃើញតាំងត្រៀបត្រាអញ្ចឹងណាហើយបើថាផលិតផលខ្មែរគឺគាត់រៀបចំស្អាតត្រៀបត្រាមើលទៅគួរឲ្យតាក់ទាញគួរឲ្យចាប់អារម្មណ៍មែនតើសង្ឃឹមថានៅភ្នំពេញហ្នឹងក៏មានផ្សារបែបនេះដែរ